នៅសុកក៏ចង់ញ៉ាំលោតឆាខានធ្វើញ៉ាំខ្លួនឯងយូរហើយគ្រឿងផ្សំងាយគឺលោតឆា1 កញ្ចប់1 គីឡូបន្លែមានខាត់ណាស្លឹកកញ្ឆាយសណ្តែកបដោះពងមាន់សាច់គោងាយណាបងប្អូនហើយខ្ញុំលាងទឹកស្អាតហើយខ្ញុំមកហាន់ខាត់ណាជាចំណិតដូចយើងឆាអញ្ចឹងណាបងប្អូនគឺចិត្តជាចំណិតអញ្ចឹងទៅយូរទៅមិនដឹងធ្វើម្ហូបអីបងប្អូនមួយថ្ងៃរនឹកតែធ្វើម្ហូបមិនដឹងធ្វើម្ហូបអីញ៉ាំទេហើយបន្ទាប់មកខ្ញុំហាន់ស្លឹកកញ្ឆាយជាកង់ដែរប្រហែលជាមួយថ្នាំងដៃបងប្អូនហើយបន្ទាប់មកខ្ញុំយកលោតឆាមកលាយទឹកស្អ៊ីវខាប់លាយឲ្យឡើងពណ៌អញ្ចឹងណាបងប្អូននេះប៉ណ្ណឹងបានហើយសម្រាប់ខ្ញុំឯណាបងប្អូនហើយបើបងប្អូនចង់ពណ៌ខ្លាំងជាងនឹងក៏អាចធ្វើបានហើយសាច់គោខ្ញុំមានប្រហែលកន្លះគីឡូហើយខ្ញុំហាន់ចឹងទៅហាន់វាស្ដើងបងប្អូនហាន់ធ្លាប់ឆាសាច់ឬក៏ឆាបន្លែឬក៏ឆាលោតឆាហ្នឹងគឺខ្ញុំហាន់អញ្ចឹងឯងបងប្អូនកាលពីនៅស្រុកខ្មែរចង់ញ៉ាំលោតឆាគឺខ្ញុំអត់ធ្វើខ្លួនឯងទេគឺទៅផ្សារទៅមួយចាន2000ហើយថែមអេកមួយគ្រាប់ហើយថែមនំកញ្ឆាយមួយគ្រាប់ទៀតចឹងទៅញ៉ាំបានហើយបងប្អូនប៉ុន្តែឥឡូវលោតឆានៅស្រុកខ្មែរមិនមែនមួយចាន2000ទៀតទេបងប្អូនហើយនៅនេះបើចង់ញ៉ាំគឺទៅហាងខ្មែរទៅមានហើយបងប្អូនហើយខ្ញុំអត់ចង់ទៅហាងទេខ្ញុំចូលចិត្តធ្វើខ្លួនឯងញ៉ាំបានច្រើនហើយចំណេញទៀតបងប្អូនហើយខ្ញុំចៀនពងមាន់5 គ្រាប់ចៀនពងមាន់គឺខ្ញុំចៀនអត់យកឆ្អិនពេកទេបងប្អូនគឺខ្ញុំយកជាប់ភ្នៅក្រៀមតាមចំហៀងទៀតគឺអត់ក្រៀមទេណាបងប្អូនចំណូលចិត្តខុសគ្នាបើបងប្អូនចង់ឆ្អិនក៏ចៀនឲ្យឆ្អិនចឹងនឹងទៅតែសម្រាប់ខ្ញុំគឺខ្ញុំប៉ុណ្ណឹងខ្ញុំល្មមហើយខ្ញុំមកបំពងខ្ទឹមយកដែលខ្លាញ់នៅសល់ពីចៀនពងមាន់ហ្នឹងណាបំពងខ្ទឹមហើយឆាសាច់គឺក្បួនខ្ញុំងាយបងប្អូនអត់ញ៉ៃទេហើយខ្ញុំលួចទឹកត្រីបន្តិចអំបិលបន្តិចលួចម្សៅមាន់បន្តិចហើយស្ករបន្តិចទៅណាបងប្អូនខ្ញុំអត់ដាក់គ្រឿងផ្សំអីច្រើននៅក្នុងសាច់ទេបងប្អូនព្រោះអីយើងញ៉ាំជាមួយទឹកត្រីអញ្ចឹងណាឆ្អិនបន្តិចហើយខ្ញុំចាក់លោតឆាចូលត្រឡប់ឲ្យលោតឆាឆ្អិនទន់បន្តិចមកបន្ទាប់មកខ្ញុំដាក់ខាត់ណាចូលទៀតទៅណាបងប្អូនខាត់ណាដាក់ចូលមុនដោយសារខាត់ណាដើមរៀងរឹងជាងស្លឹកកញ្ឆាយហើយនឹងសណ្តែកបដោះគោឆាត្រឡប់ឡើងឲ្យរៀងឆ្អិនខាត់ណាបន្តិចទៅបានខ្ញុំដាក់ស្លឹកកញ្ឆាយហើយនឹងសណ្តែកបដោះចូលព្រោះអីសណ្តែកបដោះនឹងស្លឹកកញ្ឆាយហ្នឹងគឺយើងអត់ដាក់យូរទេបងប្អូនហើយខ្ញុំដាក់ហើយខ្ញុំគ្រាន់តែឆាត្រឡប់បន្តិចមកគឺខ្ញុំបិទភ្លើងហើយព្រោះអីសណ្តែកបដោះនឹងស្លឹកកញ្ឆាយឆ្អិនពេកអត់ឆ្ងាញ់ទេបងប្អូនគឺតាសបបន្តិចមកគឺបិទភ្លើងញ៉ាំបានហើយនេះប៉ុណ្ណេះខ្ញុំញ៉ាំបានខ្ញុំចូលចិត្តល្មមហ្មងប៉ុណ្្នឹងណាបងប្អូនតើបងប្អូនចង់បានចំណូលបន្ថែមឬក៏ចង់បង្កើនចំណូលបន្ថែមទុកសម្រាប់ជីវភាពប្រចាំថ្ងៃឬក៏ទុកត្រៀមទុកសម្រាប់ពេលចូលនិវត្តន៍ហើយមានពេលនៅជាមួយកូនហើយមិនប៉ះពាល់ការងារប្រចាំថ្ងៃរបស់បងប្អូនមែនទេខ្ញុំសូមណែនាំការងារអាជីវកម្ម Digital Online ព្រោះខ្ញុំរាល់ថ្ងៃគឺជាម្ចាស់អាជីវកម្ម Digital Online មួយរូបដែលធ្វើការនៅផ្ទះព្រោះអាជីវកម្ម Digital Online មានប្រព័ន្ធអ៊ីនធឺណិតរត់ឲ្យខ្ញុំ24 ម៉ោងក្នុង7 ថ្ងៃមិនត្រូវការបទពិសោធន៍មិនមានជំនាញប្រើកុំព្យូទ័រមិនសូវចេះអង់គ្លេសក៏អាចធ្វើបានមានតែទូរស័ព្ទដៃមួយឬក៏ laptop មួយថ្ងៃធ្វើការតែ1 ម៉ោងទៅ2 ម៉ោងគឺគ្រប់គ្រាន់មិនប៉ះពាល់ការងារប្រចាំថ្ងៃរបស់បងប្អូនចង់ដឹងព័ត៌មានលម្អិតចូលទៅ website របស់ខ្ញុំចុះឈ្មោះដាក់អាសយដ្ឋានអ៊ីមែលចុចលឿនមកបងប្អូននឹងបានទទួលវីដេអូ90 នាទីដោយឥតគិតថ្លៃពីការចាប់ផ្ដើមអាជីវកម្ម Digital Online លោតឆារបស់ខ្ញុំហើយគឺខ្ញុំដាក់មួយចានហើយដាក់ពងមាន់2 គ្រាប់ស្រូបទឹកត្រីមកវែកធំហើយស្រោចទឹកម្ទេសបន្តិចមកអូឆ្ងាញ់ណាស់បងប្អូនមើលតែមាត់ញ៉ាំទៅដឹងហើយព្រោះលោតឆាជាម្ហូបដែលខ្ញុំចូលចិត្តមួយដែរគឺស្រួលធ្វើហើយឆ្ងាញ់ទៀតណាបងប្អូនវីដេអូថ្ងៃនេះមានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាបាយបាយ